នៅក្នុងពេលនេះយើងខ្ញុំសូមធ្វើការបញ្ជាក់ជូនថានៅក្នុងការដែលថ្មីនេះរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump លោកបានដាក់នៅការយកនៅពន្ធបន្ថែមទៅនៅលើប្រទេសដែលមានដែលសហរដ្ឋអាមេរិកមានអនុភាពពាណិជ្ជកម្មជាមួយចាដូច្នេះនៅក្រៅដែលតុល្យភាពរបស់ជញ្ជីងពាណិជ្ជកម្មនោះមិនមានលោកបានដាក់នៅការធ្វើនៅយន្តការបដិការមួយដើម្បីថាឲ្យមានដំណឹងនៃជញ្ជីងពាណិជ្ជកម្មជាមួយគ្នានៅក្នុងនោះកម្ពុជាយើងក៏ជាប្រទេសនាំចូលផលិតផលលេចធ្លោមួយទៅក្នុងសហរដ្ឋអាមេរិកហើយសំណួរសួរថាហេតុអ្វីបានជាកម្ពុជាទទួលនៅដល់តំបន់49% ពីអាមេរិកហើយថាតើកម្ពុជាពិតជាបានដាក់ពន្ធនៅលើផលិតផលនាំចូលរបស់សហរដ្ឋអាមេរិកដល់97% មែនឬអត់ចានៅក្នុងនេះខ្ញុំសូមធ្វើការបញ្ជាក់ថាកម្ពុជានៅក្នុងនាមជាសមាជិករបស់ WTO ក៏ដូចគ្នាទៅនឹងសហរដ្ឋអាមេរិកនិងប្រទេស166ផ្សេងទៀតដែលសិតតែជាសមាជិក WTO នេះយើងមានការកំណត់នៅការបន្ទាត់ពន្ធគយជាមួយគ្នាជារួមដែលគេហៅថាជា MFN rate ឬក៏ជា most favored nations tariff rate ចាដែលនៅក្នុងនោះកម្ពុជាគឺត្រូវបានកំណត់នៅក្នុងកាតព្វកិច្ចរបស់ខ្លួនគឺការយកពន្ធនៃការផលិតផលនាំចូលមិនថារបស់សហរដ្ឋអាមេរិកឬក៏របស់ដៃគូពាណិជ្ជកម្មណាផ្សេងទេគឺថាមានចន្លោះពី0រហូតដល់អស់កម្ពស់គឺ35%ចាហើយនៅក្នុងនោះយើងសម្លឹងឃើញថានៅក្នុងឆ្នាំ2024នេះនៅក្នុងជញ្ជីងពាណិជ្ជកម្មនៅលើការនាំចូលរបស់ផលិតផលអាមេរិកមកកម្ពុជាដែលមានបរិមាណប្រហាក់ប្រហែលនឹង$300 លាននេះចាពន្ធបន្ទាត់ពន្ធខ្ពស់ដល់បំផុតដែលយើងមាននៅលើផលិតផលនាំចូលរបស់សហរដ្ឋអាមេរិកមកកម្ពុជានោះគឺមានត្រឹមតែ29.4% ទេចាបានន័យថាទាបជាង35%ដែលជាបន្ទាត់ពន្ធ maximum ដែលយើងមានជារួមផងដែរនៅលើផលិតផលនៃពាណិជ្ជកម្មដៃគូទាំងអស់ចាដូច្នេះនៅក្នុងន័យនេះខ្ញុំសូមជម្រាបជូនថាសួរថាហេតុអ្វី97%ហើយតែកម្ពុជាដែលទទួលនៅការដាក់នៅបន្ទាត់ពន្ធថែមដល់ទៅ49%នេះហេតុអ្វីខ្ពស់ជាងគេចាការដែលខ្ពស់ជាងគេគឺយើងសម្លឹងឃើញថាដោយសារតែជាកត្តាដែលថាប្រទេសកម្ពុជាដូចប្រទេសអភិវឌ្ឍផ្សេងទៀតដែលយើងថាស្គាល់ជាប្រទេស LDC ឬក៏ least developed country នេះគឺតែងតែមាននៅអតិរេកនៃការនាំចេញរបស់ខ្លួនទៅប្រទេសដែលមានសេដ្ឋកិច្ចធំចាពីព្រោះអីទី1គឺដោយសារថាទំហំនៃកម្លាំងទិញបញ្ជាទិញចាពិតណាស់ទីផ្សារអាមេរិកមានប្រជាពលរដ្ឋរហូតដល់340លាននាក់ចាហើយប្រទេសកម្ពុជាយើងមានតែ17លាននាក់ទេអញ្ចឹងច្បាស់ណាស់ថាតម្រូវការបញ្ជាទិញពីសហរដ្ឋអាមេរិកមកលើផលិតផលដែលកម្ពុជាអាចផលិតបានចូលទៅទីផ្សាររបស់ខ្លួននោះគឺពិតណាស់មានចំនួនច្រើនចាដូច្នេះហើយចំពោះថាតើកម្ពុជាក្នុង17លាននាក់មានលទ្ធភាពនឹងការបញ្ជាទិញផលិតផលចេញពីអាមេរិកមកកម្ពុជាវិញនោះបានប្រមាណចាអានឹងនេះហើយដែលជាសំដៅឲ្យឃើញថាទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិកគឺជាទីផ្សារដែលបានស្រូបទាញនៅផលិតកម្មរបស់យើងចារបស់ផលិតផលរបស់កម្ពុជាយើងជារួមមិនថានៅក្នុងវិស័យកាត់ដេរនៅលើសម្លៀកបំពាក់ដែលមានសម្លៀកបំពាក់មានស្បែកជើងមានផលិតផលធ្វើដំណើរមានកង់មានផលិតផលផ្សេងទៀតនោះចាដោយសារតែកត្តានៃទំហំនៃការទាញទិញនេះហើយដែលយើងឃើញថាជញ្ជីងនៃពាណិជ្ជកម្មមានចាកម្ពុជាមានអតិរេកចាឬក៏ប្រទេសអភិវឌ្ឍតិចតួចដទៃទៀតនៅក្នុងមិនថានៅក្នុងតំបន់យើងនៅក្នុងអាស៊ាននេះទេឬក៏នៅជុំវិញពិភពលោកទេគឺសិតតែមានអតិរេកដូចគ្នាអញ្ចឹងជាមួយនឹងសហរដ្ឋអាមេរិក